អ្នកទាំងអស់គ្នាធ្លាប់អានសៀវភៅដែលមានសាច់រឿងចាប់ផ្ដើមនៅម៉ោង1យប់អត់ Good Night Talk Show គឺជាសាច់រឿងខ្លីមួយចាប់ផ្ដើមនៅម៉ោង1យប់កើតចេញពី Taxi Driver ម្នាក់ដែលគាត់មានឈ្មោះថា Matsu ដែលគាត់ដឹកភ្ញៀវរបស់គាត់នៅតែវេនយប់ទេហើយភ្ញៀវរបស់គាត់ភាគច្រើនគឺជាភ្ញៀវដដែលហើយពេលខ្លះក៏ជាអ្នកស្គាល់គ្នាផងដែរការយល់ឃើញរបស់ខ្ញុំចំពោះសាច់រឿងដែលមាននៅក្នុងសៀវភៅនេះគឺចង់និយាយអំពីជីវិតរបស់អ្នកធ្វើការជាពិសេសអ្នកធ្វើការដាច់យប់ overtime ហើយនឹងក្រុមមនុស្សដែលពួកគាត់មាន schedule និងមានភារកិច្ចត្រូវធ្វើការនៅពេលយប់ក្នុងនោះមានដូចជា Matsu ដែលជា taxi driver របស់យើងនឹង Mitsuki ធ្វើការនៅ Film Production Warehouse ផ្នែក prop ខណៈគោធ្វើការផ្នែក call center និងតារាភាពយន្តម្នាក់ដែលមានឈ្មោះថា Shiro ហើយនឹងតួអង្គផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅមួយនេះអញ្ចឹងអ្នកអាននឹងត្រូវ expose សាច់រឿងរបស់តួអង្គទាំងអស់ហ្នឹងនៅក្នុងសៀវភៅមួយនេះអ្វីដែលខ្ញុំចូលចិត្តអំពីសាច់រឿងដែលមាននៅក្នុងសៀវភៅមួយនេះបើសិនជាអ្នកទាំងអស់គ្នាកំពុងតែស្វែងរកសៀវភៅដើម្បីអានគ្រាន់តែកំដរអារម្មណ៍បែប slow ហើយឈៀលសាច់រឿងខ្លីៗខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចពិចារណាយកសៀវភៅនេះមកអានបានឥឡូវមកដល់អ្វីដែលខ្ញុំមិនចូលចិត្តអំពីសាច់រឿងដែលមាននៅក្នុងសៀវភៅមួយនេះគឺ character development រាល់តួអង្គដែលមាននៅក្នុងសាច់រឿងមួយនេះគឺខ្ញុំអត់មានអារម្មណ៍ថាខ្ញុំចូលចិត្តឬក៏មានមនោសញ្ចេតនាជាមួយតួអង្គទាំងអស់ហ្នឹងសោះដែលជាហេតុមួយធ្វើឲ្យខ្ញុំ rate សៀវភៅមួយនេះមានបន្ទុកទាបខ្លាំងមែនតើចំណុចមួយទៀតដែលខ្ញុំអត់ចូលចិត្តគឺខ្ញុំកំពុងតែអានហើយសាច់រឿងហ្នឹងត្រូវចប់តែខ្ញុំគិតថាហេតុអីបានវាត្រូវចប់បែបហ្នឹងសម្រាប់ខ្ញុំតោះខ្ញុំគិតថាវាគឺជា bad execution អានេះជាយោបល់របស់ខ្ញុំ overall បើសិនជាអ្នកទាំងអស់គ្នាចង់បានបទពិសោធន៍ថ្មីក្នុងការអានអ្នកទាំងអស់គ្នាអាចពិចារណាយកសៀវភៅមួយនេះមកអានបានប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នារំពឹងថាមានសាច់រឿងល្អចេញពីសៀវភៅមួយនេះគឺ no